អូខេសម្រាប់ការកែរូបមូលហេតុដែលកែរូបមានភាពយឺតយ៉ាវអឺវាមិនមែនយើងអត់ចង់ធ្វើលឿនទេគ្រាន់ថាការងារកែរូបហ្នឹងវាត្រូវការជួយច្រើនអញ្ចឹងបើសិនជាកែរូបនឹងលឿនមែនប៉នេះយើងប្រើតែ AI យកលុយហ្មងហើយកែរូបវាត្រូវការជួយច្រើនមែនទែនបើសិនជាយើងគិតផ្ចិតផ្ចង់ទៅក្នុងមួយរូបយើងត្រូវការជួយសម្រួលច្រើនណាសម្រួលកន្លែងណាទៅជាពិសេសមនុស្សស្រីមិនមែនមនុស្សស្រីគាត់មានរាងស្វែលហើយយើងអត់ជួយ liquify គាត់ទេយើងត្រូវការជួយព្រោះកែរូបកូនក្រមុំយើងត្រូវការជួយបន្ថែមដើម្បីឲ្យមើលទៅរៀងប្លែកណាហើយមើលទៅ natural ដូចជាដៃជើងគាត់សាឡូនស្រាប់ហើយប៉ុន្តែប៉ុសខ្លះវាមានអាដេបអាដប់ទៅមើលទៅវាស្តៀងវាគាត់មានសាច់ហើយកូនកន្លោះអីក៏យើងត្រូវការជួយដែរហើយចំណុចមួយចំនួនយើងជួយច្រើនអញ្ចឹងដែលធ្វើឲ្យកែរូបយើងត្រូវការពេលហើយការងារអស់ហ្នឹងវាអាចបខំបានណាត្រូវការពិនិត្យត្រូវការ check អីច្រើនដងឧទាហរណ៍ថាសម្បីតែកន្លែងណាដែលធ្វើរំខានភ្នែកក៏យើងត្រូវកែដែរហើយសម្រាប់ technique របស់ខ្ញុំគឺមានច្រើនណា technique កែទៅឲ្យមានខ្ពស់ហើយសម័យឥឡូវយើងកែរូបទៅវាយើងអត់អាចទៅកែឲ្យវាខ្លាំងបានទេឧទាហរណ៍ថាសបល់មនុស្សអីយើងទៅតាមរូបទៅតាមប្រភេទរូបដែររូបខ្លះវាជាប្រភេទរូបទេសភាពអញ្ចឹងយើងអាចកែទៅលើគ្រប់គ្រងទៅលើពលឺលើមនុស្សលើស្បែកអីបានល្អដូច portrait ទេអញ្ចឹងនេះជាមូលហេតុដែលខ្ញុំចង់បញ្យល់ថាកែរូបយើងត្រូវការពេលវេលាដែលវាអាចបខំបានខ្ញុំ process ប៉ុណ្ណឹងខ្ញុំនៅទៅការចូល process តទៀតដូចជា process នៅក្នុងយើង run វាឲ្យវាជួយអីបានច្រើនទៀតណាអញ្ចឹងឧទាហរណ៍តែកន្លែងនេះក៏ខ្ញុំត្រូវការជួយអីដែរយើងត្រូវការ clean up clean អីក្នុងមួយរូបយើងត្រូវការជួយច្រើនមែនទែនហ្មងដូចខ្ញុំនិយាយដដែលអញ្ចឹងអញ្ចឹងតែមូលហេតុដែលរូប pre wedding គេត្រូវការពេលវេលាមិនមែនគេមិនចង់លឿនទេក៏ពិតធ្វើលឿនក៏បានដែរគាត់ថាវាអត់ស្អាតអញ្ចឹងវាត្រូវការចំណាយពេលជួយទៅលើរៀងរើទៅលើចំណុចហើយក្នុងមួយរូបយើងសង្កេតឃើញនេះខ្ញុំមានតិចលឿនច្រើនផងទេសម្រាប់អ្នកមួយចំនួនខ្ញុំអត់ដឹងថាគាត់ប្រើ technique អីទេប៉ុន្តែ technique ដែលខ្ញុំសង្កេតគឺtechnique ដែលខ្ញុំប្រើគឺលឿនខ្លាំងមែនទែនខ្ញុំអត់បាន edit ទៅលើសម្បល់មនុស្សស្បែកទេដោយសារខ្ញុំមាន technique របស់ខ្ញុំស្រាប់អញ្ចឹងខ្ញុំ focus ទៅលើភាព busy របស់រូបភាពហើយខ្ញុំមាន action មានអីមួយចំនួនធំសម្រាប់ជួយទៀតអញ្ចឹងខ្ញុំអត់សូវបារម្ភច្រើនទៅទៅនឹងការកែរូបAI ក៏ខ្ញុំប្រើច្រើនដែរហើយអូខេវីដេអូនេះខ្ញុំមានប្រាប់ពីរបៀបកែរូបទេគ្រាន់តែខ្ញុំចង់និយាយពីល្បឿននៃការ edit រូបថាហេតុអីក៏រូបវាត្រូវការពេលច្រើនទោះបីជាគាត់អត់មានថតអត់មានអីប៉ុន្តែមិនក៏ខ្ញុំនៅតែជួយliquify ហ្នឹងវាមានប្រយោជន៍ច្រើនណាវាអាចសេរីរៀងរើរបស់មនុស្សយើងសេរីត្រង់ទ្រាយសេរីសក់អីក៏បានដែរយើងសក់ប៉ោងខ្លាំងអីយើងអាចរុញយើងអាចទាញឲ្យសក់ហ្នឹងវាស្អាតឡើងវិញក៏បានដែរអញ្ចឹងរុញរៀង liquify ហ្នឹងវាជាជំនួយឲ្យការនឹងការកែរូប beautiful នឹងហ្មងជាពិសេសមនុស្សស្រីអញ្ចឹងខ្ញុំវីដេអូខ្ញុំបន្តទៀតខ្ញុំចង់លើកពីឧទាហរណ៍មួយដែលថាហេតុអីមនុស្សគាត់មានរៀងហើយយើងនៅតែជួយខ្ញុំសូមយកវីដេអូ close up តិចអូខេឧទាហរណ៍តែប្លង់នេះចុះណាអូខេប្លង់នេះចុះដំបូងដែរយើងដកមុនគាត់ចេញមក
ok giờ đọ môn quạt tranh hái bật cái layer thôi mấy nhom đừng chui cái lạnh đầy đam đầy mà có đó ok bây để dương chui tới vì căn tài sản đó thôi quạt miền riêng rồi căn tài sản cho cái dương ai chui sợ bong khăn ở miền có bạch của cái dương ai chui mà đấy ok chắc nhom ai mơ before after ok nhé nơi pe đại dương chui đam đầy có tích tích tới vì căn tài sản chúng bây giờ dương mình làm thành port page ấy rồi mà mình class dương cũng edit khăn load đó bắt trong trị đào mà trong bên này chứ dương ai mơ before after ok rồi sát chung mình chúng lại ní nhung từ cả generate bởi ở bùng pin cái lại nó ở miền smart trong video bao nhiêu mình là phần thế mình ta aka rồi riêng chui nó mình to ta mình mình phải đây rồi ta để còn mình đừng rơi cái dương còn nơi từ cái chui đi kia đấy nè chẳng chụp kia nơi video cái đó ở cuốn